ជាបឋមខ្ញុំបាទសូមជម្រាបសួរដល់លោកគ្រូនិងសួស្តីដល់គ្រូសិស្សទាំងអស់គ្នាដែលមានវត្តមាននៅទីនេះចឹងក្រុមរបស់ខ្ញុំបាទគឺយើងនិយាយអំពីវិធីសាស្ត្រទីផ្សារដែលយើងចឹងគឺធានបទយើងគឺនិយាយអំពីយុទ្ធវិធីបង្រៀនបែបទីផ្សារហើយសមាជិកក្រុមខ្ញុំបាទមាន3នាក់គឺទី1គឺខ្ញុំបាទទី2គឺកញ្ញាយន្តលក្ខណៈទី3គឺកញ្ញាប៉ុនហានីដែលគាត់នឹងឡើងធ្វើបទបង្ហាញរួមជាមួយខ្ញុំបាទអញ្ចឹងជាកិច្ចបន្ទាប់ខ្ញុំបាទនឹងឡើងធ្វើបទបង្ហាញមុននឹងឲ្យគាត់អញ្ចឹងសូមសមាជិកក្រុមអាចទៅកន្លែងសិនណាអរគុណបាទឥឡូវកុំឲ្យខាតពេលយូរអញ្ចឹងខ្ញុំនឹងនាំទាំងអស់គ្នាទៅមើលតទៅនឹងមេត្តាការដែលយើងនិយាយអំពីយុទ្ធវិធីជីបសតើមានអ្វីខ្លះបាទអញ្ចឹងមេត្តាការរបស់យើងនេះដែលលើកយកមកមានចំនួន11ចំណុចបាទគឺទី1យើងយកអំពីវត្ថុបំណងទី2យើងយកអំពីសេចក្តីផ្ដើមទី3យើងយកអំពីតើអ្វីទៅជាវិធីជីបសហើយទី4យើងយកអំពីប្រភពដើមនៃជីបសតើប្រភពដើមជីបសហ្នឹងត្រូវរកឃើញនៅក្នុងប្រទេសណាអ្នករកឃើញបាទហើយទី5យើងយកអំពីគោលបំណងនៃជីបសតើគោលបំណងនៃជីបសយើងហ្នឹងតែគេលើកយកមកហ្នឹងយុទ្ធសាស្ត្រហ្នឹងមានអ្វីខ្លះដែលសម្រាប់ជួយក្នុងការអប់រំឬក៏ជួយក្នុងការធ្វើការងារអ្វីមួយផ្សេងទៀតបាទហើយទី6យើងយកអំពីដំណាក់កាលអនុវត្តជីបសតើក្នុងការអនុវត្តជីបសយើងមានដំណាក់កាលប្រមាណហើយដំណាក់កាលនីមួយៗមានខ្លឹមសារនិងសារៈសំខាន់ដូចម្តេចយើងនឹងទៅបន្ថែមនៅខ្លឹមសារនៅចំណុចហ្នឹងណាបាទហើយទី7យើងយកអំពីអត្ថប្រយោជន៍នៃជីបសទី8យើងយកអំពីទូនាទីរបស់គ្រូតើក្នុងទូនាទីរបស់គ្រូក្នុងការប្រើវិធីសាស្ត្រជីបសហ្នឹងគាត់មានទូនាទីដូចម្តេចដើម្បីឲ្យសិស្សហ្នឹងក្តោបបាននៅខ្លឹមសារមេរៀនមួយដែលជារបស់ខ្លួនឯងបាទហើយនឹងទី9យើងយកអំពីលក្ខណៈវិនិច្ឆ័យសម្រាប់កិច្ចការល្អដែលទាក់ទងនឹងការធ្វើវិធីសាស្ត្រជីបសតើគាត់ធ្វើនឹងបានត្រឹមត្រូវហើយស្របទៅនឹងគោលបំណងនៃខ្លឹមសារមេរៀនយើងបាននៅបាទហើយទី10យើងយកពីលទ្ធផលរំពងទុកដែលជាវិធីសាស្ត្រជីបសដែលយើងលើកឡើងមកហើយនឹងទី11យើងយកអំពីសក្តីសន្និដ្ឋានបាទអញ្ចឹងឥឡូវយើងនឹងទាំងអស់គ្នាទៅមើលអំពីតកតនឹងវត្ថុបំណងរបស់យើងដែលយើងយកអំពីយុទ្ធវិធីជីបសរបស់យើងតើមានដូចម្តេចអញ្ចឹងមួយវត្ថុបំណងអញ្ចឹងវត្ថុបំណងយើងនេះគឺនិយាយអំពីអ្វីបន្ទាប់ពីបានសិក្សាមេរៀននេះចប់យើងនឹងទទួលបានទី1ប្រាប់បាននិយមន័យនៃពាក្យយុទ្ធវិធីបង្រៀនតាមបែបជីបសឲ្យបានក្បោះក្បាយយ៉ាងជីបសនឹងបានយ៉ាងក្បោះក្បាយហើយទី2បកស្រាយពីដំណើរការនិងដំណាក់នីមួយនៃយុទ្ធវិធីតាមបែបជីបសហើយនឹងចុងក្រោយគឺពន្យល់បានពីការជ្រើសរើសសមាជិកក្រុមពិភាក្សាអាចធ្វើជាកិច្ចតែងការបង្រៀនតាមវិធីបង្រៀនបែបជីបសរបស់យើងអញ្ចឹងឥឡូវយើងក្រោយពីបានដឹងពីវត្ថុបំណងហើយយើងចូលទៅសក្តីផ្ដើមនិយាយអំពីវិធីសាស្ត្រជីបសទៅតែម្ដងបាទអញ្ចឹងសក្តីផ្ដើមរបស់យើងគឺយើងយកពីចំណុចទី2គឺយុទ្ធវិធីជីបសហ្នឹងគឺជាវិធីសាស្ត្ររៀនសហការមួយដែលត្រូវបានបង្កើតឡើងនៅសតវត្សទី20ដោយលោកដុកទ័រអ៊ីលៀនរ៉ូសុននិងក្រុមអ្នកស្រាវជ្រាវរបស់គាត់ហើយវាត្រូវបានប្រើជាលើកដំបូងនៅក្នុងសាលារៀននៅរដ្ឋតិចសាសហរដ្ឋអាមេរិកអញ្ចឹងគោលបំណងដើមនៃការបង្កើតយុទ្ធសាស្ត្រនេះគឺដើម្បីបញ្ចប់ការប្រកួតប្រជែងអវិជ្ជមានមានន័យថាកាលពីមុនការរៀនគឺសិស្ស
នៅក្នុងថ្នាក់ហ្នឹងគាត់ប្រគល់ប្រជែងគ្នាដើម្បីធ្វើការប៉ុណ្ណឹងប្រជែងហើយធ្វើឲ្យសាលារៀនមួយហ្នឹងគឺអត់មានការចុះសម្រុងគ្នាឡើយទេមានន័យថាអ្នកចេះខ្លាំងចឹងគាត់លាក់ចំណេះដឹងរបស់គាត់មិនផ្សព្វផ្សាយទៅកាន់សមាជិកក្រុមទេមួយណាគាត់ចេះតែគាត់របស់គាត់ណាអញ្ចឹងធ្វើឲ្យអ្នកផ្សេងទៀតហ្នឹងគាត់មានគំនិតអវិជ្ជមានគាត់ថាអ្នកនឹងចិត្តអាក្រក់មិនចេះចែករំលែកចំណេះដឹងផ្សេងទៀតណាយើងអញ្ចឹងហើយនឹងបង្កើតស្មារតីសហការនិងការយល់ចិត្តគ្នារវាងសិស្សនិងមិនប្រកាន់ជាតិសាសន៍ពលសម្បល់ឬក៏វប្បធម៌គ្នាឡើយណាអញ្ចឹងព្រោះនៅក្នុងថ្នាក់រៀនមួយយើងដឹងហើយនៅក្នុងថ្នាក់រៀនមួយដែលយើងទៅរៀនមិនមែនតែមកតាក់ទងនឹងមកក្នុងតាក់ទងនឹងសិស្សសាលាតាមមួយក្រុមទៅណាអាចមានសិស្សសាលាក្រុមមកពីប្រទេសសងខាងទៀតជាច្រើនទៀតដែលគាត់មករៀនចូលគ្នាដែរទូយ៉ាងយើងក៏លេខមើលពេលដែលយើងប្រឡងចប់ទី12ចុះសូមនិយាយទៅនោះបន្តិចយើងតែងតែដាក់អាហារូបករណ៍ទៅរៀននៅក្រៅប្រទេសអញ្ចឹងគឺថាប្រទេសនោះគឺថាមានជាតិសាសន៍ផ្សេងគ្នាដែរក្នុងថ្នាក់រៀនមួយហ្នឹងគឺផ្សេងគ្នាអញ្ចឹងវាអាចមកពីចិនមកពីជប៉ុនមកពីកូរ៉េមកកម្ពុជាសិង្ហបុរីពីលីពីនជាដើមអញ្ចឹងទៅសុទ្ធតែជាតិសាសន៍ផ្សេងគ្នាប៉ុន្តែគេបង្កើតមកដើម្បីឲ្យមានការទំនាក់ទំនងគ្នាឲ្យមានភាពជិតស្និទ្ធចេះចែករំលែកទាក់ទងវប្បធម៌អរិយធម៌ហើយនឹងមិនរើសអើងជាតិសាសន៍គ្នាទៅវិញទៅមកណាបាទនេះទាក់ទងសក្តីផ្ដាល់ដែលយើងនិយាយអំពីយុទ្ធវិធីជីបសរបស់យើងដែលបង្កើតឡើងអញ្ចឹងយើងនឹងទៅចំណុចបន្តទៀតដែលក្រុមខ្ញុំបាទសូមជូនទៅកាន់កញ្ញាយុនលក្ខណៈដែលគាត់នឹងឡើងបកស្រាយពីចំណុចទី2ដែលនិយាយអំពីប្រភពដែលប្រភពនៃវិធីសាស្ត្រជីបសហ្នឹងតើបានមកពីណាតាំងពីបឋមនេះខ្ញុំសូមគោរពជំរាបសួរដល់លោកគ្រូម្ដងទៀតក៏ដូចជាសួស្តីបងគ្រូសាស្ត្រទាំងអស់ដែលមានវត្តមាននៅទីនេះអញ្ចឹងបន្ទាប់ពីចំណុចមុនបងសំក៏បានបកស្រាយតទៅជាមួយនឹងសេចក្តីផ្ដាំរឿងហើយអញ្ចឹងឥឡូវខ្ញុំនឹងមកបង្ហាញបងទាំងអស់គ្នាអំពីតើអ្វីទៅគឺជាយុទ្ធសាស្ត្រជីកសអញ្ចឹងយុទ្ធវិធីជីកសហ្នឹងវាគឺជាវិធីសាស្ត្រមួយដែលផ្ដោតទៅលើការសហការរវាងសិស្សដើម្បីបង្កើនការយល់ដឹងហើយនិងការចូលរួមនៅក្នុងការរៀនផងដែរអញ្ចឹងមានន័យថាគឺជាយុទ្ធវិធីមួយដែលនៅក្នុងថ្នាក់រៀនមួយហ្នឹងបង្កើតឲ្យមានការសហការគ្នាចែករំលែកក៏ដូចជាផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកអំពីផ្នែកណាមួយនៃមេរៀនអញ្ចឹងវាត្រូវបានបង្កើតឡើងដោយ Elliot Aronson នៅឆ្នាំ1971អញ្ចឹងយុទ្ធសាស្ត្រហ្នឹងវាត្រូវបានបង្កើតឡើងដោយ Elliot Aronson ដើម្បីជួយក្នុងការកាត់បន្ថយនៅការរើសអើងនិងចម្រុះជាតិសាសន៍នៅក្នុងថ្នាក់រៀនអញ្ចឹងឥឡូវយើងមកចូលដល់ចំណុចបន្តទៀតអញ្ចឹងក្រោយមកក្រុមអ្នកស្រាវជ្រាវរបស់គាត់នៅក្នុងវិស័យសង្គមចិត្តវិទ្យាហ្នឹងsocial philosophy ហ្នឹងក៏បានបង្កើត Jigsaw Classroom វាបានបង្ហាញអំពីអត្ថប្រយោជន៍នៃការរៀនសហការជាក្រុមនិងអភិវឌ្ឍជំនាញអារម្មណ៍សង្គម empathy comparison interdependence អញ្ចឹងវិធីសាស្ត្របង្រៀនតាមបែប Jigsaw វាគឺជាវិធីសាស្ត្របង្រៀនសកម្មមួយបែបដែលនៅក្នុងនោះសិស្សត្រូវឲ្យចូលរួមធ្វើសកម្មភាពយ៉ាងផុសផុលហើយបង្កើតកិច្ចសហការក៏ដូចជាធ្វើការងារជាក្រុមនៅពេលដែលគ្រូដាក់បញ្ហាអីមួយអញ្ចឹងសិស្សធ្វើការងារជាក្រុមនៅក្នុងការដោះស្រាយក៏ដូចជាស្វែងរកនៅដំណោះស្រាយដើម្បីតកតងដោះស្រាយចំពោះខ្លឹមសារមេរៀនអីមួយឬក៏ប្រធានបទអីមួយចូលមកដល់ slide បន្តទៀតអញ្ចឹងយើងមកមើលពីប្រភពដើមនៃ Jigsaw វិញម្ដងអញ្ចឹងតើ Jigsaw ហ្នឹងតើវាមានប្រភពដើមមកពីណាអញ្ចឹងយុទ្ធវិធី Jigsaw ហ្នឹងដូចដែលយើងប្រើសប្តាហ៍ថ្ងៃនេះគឺវាមានប្រភពដើមត្រូវបានបង្កើតឡើងដោយ Dr. Elliot Aronson នៅក្នុងឆ្នាំ1971នៅឯសហរដ្ឋអាមេរិកAustin Texas USA ហើយវាបានបង្កើតនៅក្នុងបដិបត្តិនយោបាយក៏ដូចជាសង្គមហើយ
មានការចូលរួមពីចម្រុះជាតិសាសន៍ផ្សេងៗការរើសអើងនិងការប្រកួតប្រជែងអវិជ្ជមានរវាងសិស្សដែលកំពុងតែមានការកើនឡើងហើយឲ្យរៀនរួមរស់ជាមួយគ្នាអញ្ចឹងការបរៀនតាមបែបជីសហ្នឹងគឺសិស្សគ្រប់ជាតិសាសន៍ទាំងអស់គឺរៀនជាមួយគ្នាហើយបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាហើយបន្ទាប់ពីការរីករាលដាលនៃច្បាប់ស្មារតីសិទ្ធិសិក្សា discrimination ក្នុងសាលារៀនសហរដ្ឋអាមេរិកទៅក្រុមអ្នកចិត្តសាស្ត្រហ្នឹងគាត់បានអំពាវនាវរកជំនួយដែលជាឱកាសមួយដើម្បីប្រឈមមុខទៅនឹងសិស្សជាមួយនឹងទម្រង់នៃការអប់រំដោយផ្អែកទៅលើកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដើម្បីសម្រេចបាននូវលទ្ធផលសិក្សាគ្រប់គ្រាន់អញ្ចឹងយុទ្ធសាស្ត្រវិធីតាមបែបជីកសហ្នឹងមានប្រភពដើមនៅសហរដ្ឋអាមេរិកដែលត្រូវបានរកឃើញដំបូងដោយលោក Dr. Elon Aronson នៅក្នុងឆ្នាំ1971នៅឯសហរដ្ឋអាមេរិកអញ្ចឹងបន្ទាប់ពីយើងបានដឹងអំពីប្រភពដើមនៃយុទ្ធវិធីតាមបែបជីកសហើយតើវាមានប្រភពដើមមកពីណាអញ្ចឹងឥឡូវយើងមកដឹងអំពីគោលបំណងនៅក្នុងការបង្កើតយុទ្ធវិធីតាមបែបជីកសវិញម្ដងអញ្ចឹងគោលបំណងសំខាន់របស់យុទ្ធវិធីជីកសហ្នឹងគឺទី1បង្កើតបរិយាកាសសិក្សារវាងសិស្សអញ្ចឹងមានន័យថានៅក្នុងថ្នាក់រៀនមួយបង្កើតឲ្យមានបរិយាកាសសិក្សាការសហការគ្នាការចូលរួមរវាងសិស្សជាក្រុមក្នុងការពិភាក្សារកដំណោះស្រាយរវាងមិនថាសិស្សដែលខ្សោយឬក៏សិស្សផ្កាយទេអញ្ចឹងមានការតំណែងគ្នាទៅវិញទៅមកហើយទី2បង្កើនភាពស្មើភាពនៅក្នុងថ្នាក់អញ្ចឹងមានន័យថាភាពស្មើគ្នាដែលគ្មានការបែងចែកបពុះអីទេអញ្ចឹងរៀនជាមួយគ្នាធ្វើការជាក្រុមចេះចែកម្លែកគ្នាទៅវិញទៅមកនៅទៅលើផ្នែកណាមួយនៃខ្លឹមសារមេរៀនហើយទី3កាត់បន្ថយការរើសអើងនិងបង្អាប់ក្នុងថ្នាក់អញ្ចឹងវាយុទ្ធវិធីតាមបែបជីកសហ្នឹងវាមានគោលបំណងក្នុងការកាត់បន្ថយការរើសអើងគ្នាហើយបង្កើតទំនាក់ទំនងក៏ដូចជាសេចក្តីស្រឡាញ់ភាពស្និទ្ធស្នាលអីផ្សេងៗនិងជៀសវាងការបង្អាប់នៅក្នុងថ្នាក់ហើយទី4តកតងជាមួយនឹងអភិវឌ្ឍជំនាញសង្គមនិងជំនាញអារម្មណ៍អញ្ចឹងនៅពេលដែលគ្រូដាក់មេរៀនឬក៏ប្រធានបទអីមួយអញ្ចឹងគាត់អាចសិស្សហ្នឹងអាចស្វែងរកឬក៏គំនិតថ្មីគំនិតអភិវឌ្ឍចំណេះដឹងថ្មីដើម្បីចែកម្លែកគ្នាទៅវិញទៅមកហើយចំណុចទី5តកតងជាមួយនឹងជំរុញឲ្យសិស្សទាំងអស់ចូលរួមនៅស្មារភាពអញ្ចឹងយុទ្ធវិធីតាមបែបជីកសហ្នឹងមានគោលបំណងនៅក្នុងការឲ្យសិស្សហ្នឹងចូលរួមជាមួយគ្នាដោយស្មារភាពគ្នាមិនថាសិស្សខ្សោយសមជុំសិស្សខ្លាំងទេគឺចេះចែកម្លែកគ្នាទៅវិញទៅមកអញ្ចឹងចំណុចរបស់ខ្ញុំគឺបានចប់ប៉ុណ្ណឹងឥឡូវខ្ញុំសូមបកគោលភារកិច្ចបន្តជូនបងហានីជាក្រុមជម្រាបសួរលោកគ្រូជាថ្មីម្ដងទៀតព្រមទាំងក្រុមសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះជាកិច្ចបន្តមកទៀតគឺយើងចូលដល់ចំណុចទី6ដែលនឹងលើកឡើងអំពីដំណាក់កាលនៃការអនុវត្តជីកសដែលយើងបែងចែកវាជា5ដំណាក់កាលធំដែលនៅក្នុងដំណាក់កាលទី1គឺដំណាក់កាលទី1គឺគ្រូគ្រូមានត្រូវមានសំណួរត្រៀមចំនួន4ឬក៏5សំណួរដែលទាក់ទងទៅនឹងខ្លឹមសារមេរៀនអញ្ចឹងគ្រូក៏ត្រូវមានរៀបចំជាសំណួរមុនពេលដែលដល់ម៉ោងបង្រៀនហើយចូលមកដល់ដំណាក់កាលទី2ក្នុងដំណាក់កាលទី2គឺគ្រូបែងចែកចំនួនសិស្សជា4ឬក៏5ក្រុមទៅតាមសំណួរនោះគឺវាអាស្រ័យទៅលើចំនួនសិស្សជាក់ស្ដែងដោយគ្រូអាចធ្វើការបែងចែកជាជួរឬក៏ជាការរាប់លេខអាស្រ័យទៅលើស្ថានភាពនៃថ្នាក់រៀនជាក់ស្ដែងហើយបន្តមកទៀតគឺក្រុមចាស់ទាំងនោះគាត់អាចដាក់ឈ្មោះអ្វីក៏បានទៅតាមតែសមាជិករបស់គាត់យកស្របគ្នាឧទាហរណ៍ដូចជាដាក់ឈ្មោះក្រុមពោះក្រុមកពើជាដើមហើយបន្ទាប់មកគឺគ្រូឲ្យពួកគាត់ដាក់លេខរៀងសម្គាល់សមាជិកម្នាក់នៃក្រុមពី1ដល់4ឬក៏
5ទៅតាមសំណួរអញ្ចឹងក្នុងសមាជិកនៅក្នុងក្រុមមួយឧទាហរណ៍ថាមានចំនួន4នាក់អញ្ចឹងយើងត្រូវដាក់លេខសម្គាល់ក្នុងសមាជិកនីមួយៗពីលេខ1ដល់លេខ4ហើយដំណាក់កាលទី3គឺគ្រូឲ្យសមាជិកដែលមានលេខដូចគ្នានឹងទៅតាមក្រុមនីមួយៗមកបង្កើតជាក្រុមថ្មីមួយទៀតដោយដាក់ឈ្មោះថាក្រុមជំនាញទី1ទី2ទី3ឬក៏ទី4ទៅតាមលេខនៃសំណួរអញ្ចឹងបន្ទាប់ពីយើងមកគ្រូបានចែកក្រុមរួចហើយអញ្ចឹងសមាជិកក្រុមដែលមានលេខរៀងពីលេខ1លេខ2លេខ3លេខ4ហ្នឹងគាត់ធ្វើការពិភាក្សាគ្នាទៅលើប្រធានបទដែលឬក៏សំណួរដែលគ្រូដាក់ឲ្យហើយបន្ទាប់មកធ្វើការបែងចែកសមាជិកក្រុមនីមួយៗហ្នឹងទៅតាមក្រុមផ្សេងទៀតដោយឧទាហរណ៍ដូចជាលេខ1នៅក្នុងក្រុមទី1គាត់ចូលក្រុមជាមួយនឹងលេខ1នៅក្នុងក្រុមទី2បន្តមកទៀតគឺគ្រូត្រូវចាត់ឲ្យក្រុមជំនាញនីមួយៗទទួលខុសត្រូវរកចម្លើយចំពោះសំណួរណាមួយនៃសំណួរទាំង4ឬក៏5នោះដែលគ្រូបានរៀបចំពីមុនមកហើយអញ្ចឹងសំណួរដែលក្រុមនីមួយៗហ្នឹងគឺត្រូវបានគ្រូចាត់ឲ្យទទួលខុសត្រូវទៅលើសំណួរដែលលោកគ្រូបានរៀបចំទុកពីមុនមកហើយប៉ុន្តែពួកគេមិនអនុញ្ញាតឲ្យប្រាប់ចម្លើយហ្នឹងទៅសមាជិកក្រុមដើមរបស់ពួកគេទៅគឺសមាជិកដែលយើងចាប់ពីមុនហើយនោះបន្ទាប់មកគឺពួកគេត្រូវបង្កើតសំណួរប្រដេញមួយចំនួនដើម្បីសួរជជែកដល់សមាជិកក្រុមដើមក្រុមនីមួយៗមានរយៈពេល10ទៅ15នាទីក្នុងការពិភាក្សាគ្នារកចម្លើយនិងបង្កើតសំណួរអញ្ចឹងពួកគេគឺធ្វើការបង្កើតសំណួរដើម្បីសួរជជែកទៅលើប្រធានបទនៃក្រុមដើមឧទាហរណ៍ក្រុមទី1គាត់មានសំណួរពាក់ព័ន្ធជាមួយឬក៏ប្រធានបទពាក់ព័ន្ធជាមួយនឹងវិធីដកអញ្ចឹងក្រុមផ្សេងៗទៀតហ្នឹងគាត់អាចសួរជជែកពីសំណួរដែលពាក់ព័ន្ធជាមួយនឹងវិធីដកនេះហើយក្នុងដំណាក់កាលទី4គឺបន្ទាប់ពីពិភាក្សាហើយគឺពួកគេម្នាក់ត្រូវត្រឡប់ទៅក្រុមដើមរៀងៗខ្លួនវិញរួចមានពេល5ទៅ10នាទីក្នុងម្នាក់ក្នុងការសួរឬក៏ស្ដាប់ចម្លើយនិងសួរដេញដោលរហូតដល់សមាជិកទាំងអស់រកចម្លើយបានអញ្ចឹងបន្ទាប់ពីពួកគាត់ពិភាក្សាឬក៏ដេញដោលទៅលើសំណួរឬក៏ប្រធានបទដែលគ្រូដាក់ឲ្យគឺត្រឡប់មកក្រុមដើមរបស់គាត់វិញដែលមានដូចជាក្រុមកំពើក្រុមពោះជាដើមហើយបន្ទាប់មកគឺសមាជិកនៃក្រុមនីមួយៗហ្នឹងគឺធ្វើការបញ្យល់គ្នាទៅលើប្រធានបទនៃក្រុមដទៃទៀតដែលគាត់បានចូលទៅហ្នឹងឬក៏សួរដេញដោលគ្នាទៅលើប្រធានបទផ្សេងម្ដងម្នាក់នៅក្នុងដំណាក់កាលចុងក្រោយគឺគ្រូឲ្យសិស្សដែលជាសមាជិកក្រុមឡើងផ្ដល់ចម្លើយនៅក្នុងថ្នាក់អញ្ចឹងនៅបន្ទាប់មកទៀតគឺបន្ទាប់ពីបានសួរជជែកដេញដោលគ្នារួចហើយគឺគ្រូឲ្យតំណាងក្រុមហ្នឹងគឺឡើងធ្វើការបកស្រាយឬក៏ធ្វើបង្ហាញនៅក្នុងថ្នាក់ហើយសមាជិកម្នាក់ឆ្លើយសំណួរដោយសមាជិកលេខ4ឆ្លើយនឹងសំណួរលេខ1នៃសមាជិកលេខ3ឆ្លើយសំណួរលេខ2សមាជិកលេខ2ឆ្លើយសំណួរលេខ3សមាជិកលេខ1គឺឆ្លើយសំណួរលេខ4ហើយនេះគឺជាជាក្រាបនៃការបែងចែកក្រុមដែលបានរៀបរាប់ពីដើមមកគឺជាដំបូងនៅក្នុងថ្នាក់រៀនគឺគ្រូបែងចែកក្រុមដែលអាចមាន4ទៅ5ក្រុមអាស្រ័យទៅស្ថានភាពឬក៏ចំនួនសិស្សជាក់ស្ដែងបន្ទាប់មកគឺធ្វើការបែងចែកលេខរៀងសម្គាល់ទៅក្នុងក្រុមដើមនោះដោយមានលេខរៀងពីលេខ1ដល់លេខ4ឬក៏លេខ5បន្ទាប់មកទៀតគឺឲ្យសមាជិកនៃក្រុមទី1ដែលមានលេខសម្គាល់លេខ1ហ្នឹងចូលក្រុមថ្មីមួយទៀតដែលមានលេខ1ដូចគ្នានៅក្រុមទី2ក្រុមទី3ក្រុមទី4ហើយគឺធ្វើដូចគ្នាបែបនេះទៅតាមលេខរៀងនៃសមាជិកក្រុមនីមួយៗចំពោះចំណុចនេះគឺបញ្ចប់ត្រឹមនេះហើយចំណុចបន្តមកទៀតគឺខ្ញុំសូមប្រកល់ឲ្យលោកអ៊ីមសងបាទសូមជម្រាបសួរដល់លោកគ្រូនិងគ្រូសិស្សទាំងអស់គ្នាភាសាទៀតដែល
ខ្ញុំមានវត្តមាននឹងបកស្រាយចំណុចបន្ទាប់ពីកញ្ញាប៉ុនហានីដែលគាត់និយាយអំពីដំណាក់កាលនៃការបង្រៀនជីបសបាទជាការពិតណាស់ឥឡូវខ្ញុំសូមសួរបំផុសបន្តិចថាតើដំណាក់កាលនៃការបង្រៀនជីបសរបស់យើងមានប្រមាណដំណាក់កាលមានប៉ុន្មានបាទល្អណាស់គឺមាន5ដំណាក់កាលណាបាទហ្នឹងហើយតោះឥឡូវយើងទៅចំណុចបន្តតទៅនឹងបន្ទាប់ពីចំណុចរបស់កញ្ញាប៉ុនហានីគឺយើងយកអំពីចំណុចទី7យើងយកអំពីអត្ថប្រយោជន៍នៃយុទ្ធវិធីជីបសបាទអញ្ចឹងយុទ្ធវិធីអត្ថប្រយោជន៍នៃវិធីជីបសយើងតើមានលក្ខណៈដូចម្តេចខ្លះអញ្ចឹងយើងនឹងចូលរួមស្ដាប់ទាំងអស់គ្នាគឺយើងមានអីខ្លះទី1គឺយើងយកអំពីបង្កើនការយល់ដឹងនិងការចូលរួមអញ្ចឹងកន្លែងនេះគេចង់បានន័យថាម៉េចបង្កើនការយល់ដឹងនិងការចូលរួមមានន័យថាក្នុងការប្រើប្រាស់វិធីជីបសរបស់យើងគឺរៀនបែបសហការហ្នឹងជាក្រុមហ្នឹងគឺយើងបង្កើនការយល់ដឹងរបស់សិស្សមានន័យថាក្នុងសិស្សហ្នឹងយើងមានសិស្សចម្រុះជាតិសាសន៍រៀនចូលគ្នាអញ្ចឹងយើងអត់មានតកតនឹងការរើសអើងទេគឺគាត់រៀនចូលគ្នាហើយចែករំលែកចំណេះដឹងទៅវិញទៅមកទៀងសិស្សបកែទៀងសិស្សមិនទាន់ពូកែរបស់យើងបានទី2យើងយកអំពីការអភិវឌ្ឍជំនាញទំនាក់ទំនងនិងសង្គមអញ្ចឹងកន្លែងនេះជាកន្លែងដែលសំខាន់ណាស់ព្រោះតែសារតែកាលណាសិស្សដែលរៀនចូលគ្នាគាត់តែងតែមានទំនាក់ទំនងគ្នាកាលពីមុនគាត់មានការរើសអើងគ្នាដោយសារគាត់ប្រជែងគ្នាអវិជ្ជមានច្រើនតែក្រោយពីរៀនតាមវិធីបែបជីសនេះទៅអត្ថប្រយោជន៍គាត់ចេះស្និទ្ធស្នាលគ្នាទំនាក់ទំនងនឹងគ្នាហើយគាត់ចេះចែករំលែកនឹងគ្នានឹងវប្បធម៌គ្នាទៅវិញទៅមកថានៅក្នុងប្រទេសមួយនេះគាត់ធ្វើអញ្ចេះប្រទេសមួយនេះគាត់ធ្វើអញ្ចេះឬក៏ក្នុងអេយ៉ាបតរបស់សិស្សក្នុងប្រទេសយើងក៏ដោយក៏គាត់ចេះមានទំនាក់ទំនងគ្នាទៅវិញទៅមកណាគាត់ចេះដូរអេយ៉ាបតកាលពីមុនគាត់អាចនិយាយរឿងឆ្លើយបន្តិចទៅតែក្រោយពីគាត់មានទំនាក់ទំនងចូលមនុស្សដែលគាត់មានចំណេះដឹងទៅគាត់អាចនិយាយតាក់ទងនឹងទំនាក់ទំនងបាទចាស់ចឹងទៅបាទហើយទី3យើងយកអំពីកាត់បន្ថយអំពើរើសអើងនិងការប្រកួតប្រជែងអវិជ្ជមានបាទអញ្ចឹងកន្លែងនេះចង់សម្ដៅថានៅក្នុងការរៀនបែបសហការដែលយើងហៅថាវិធីសាស្ត្រជីបសយើងនឹងដែលជាការរៀនមួយយ៉ាងមានសកម្មភាពយ៉ាងខ្លាំងក្លាហ្នឹងគឺមានន័យថាកន្លែងនេះសិស្សដែលរៀនចូលគ្នាហ្នឹងគាត់លែងគិតហើយវប្បធម៌ការរើសអើងមានន័យថាគាត់កសាងនៅចម្លើយមួយដែលមានខ្លឹមសារត្រូវនឹងសំណួររបស់គាត់ដែលគ្រូគាត់ដាក់ឲ្យណារបស់យើងហ្នឹងអញ្ចឹងគាត់លែងប្រកួតប្រជែងគ្នាដើម្បីឲ្យការងារក្រុមមួយរីកចម្រើនបានគាត់ចាប់ផ្ដើមផ្ដល់គំនិតគ្នាជាក្រុមមួយលេចធ្លោមកដែលជាគំនិតសំខាន់មកហ្នឹងហើយបាទចំណុចមួយទៀតយើងយកអំពីចំណុចទី4គឺតកតនឹងគ្រប់សិស្សមានតួនាទីសំខាន់បាទជាការពិតណាស់កន្លែងនេះគឺចង់សំដៅថារាល់សិស្សម្នាក់នៅក្នុងក្រុមគឺគាត់មានតួនាទីរបស់គាត់ផ្សេងគ្នាក្នុងការកសាងនៅចម្លើយមួយដែលមានប្រសិទ្ធភាពខ្លាំងមានន័យថាសិស្សក្រុមទីមកពីក្រុមទី1ក្រុមឬក៏យើងហៅថាក្រុមដើមដំបូងគេហ្នឹងមានក្រុមគោព្រៃក្រុមកពើក្រុមខ្លាក្រុមអ្នកអញ្ចឹងទៅបាទដែលយើងបង្កើតក្រុមដើមហ្នឹងអញ្ចឹងគាត់ចូលមកជាក្រុមជំនាញគាត់ចាប់ដើមមានតួនាទីខាងតួនាទីរបស់គាត់មានអ្នកឡើងធ្វើបទបង្ហាញមានអ្នកសរសេរយើងហៅថាលេខាហើយមានសមាជិកចឹងមកសមាជិកគាត់គឺផ្ដល់យោបល់គាត់ដើម្បីកសាងចម្លើយបានមកបាទអានឹងតើតើនឹងគ្រប់សិស្សមានតួនាទីសំខាន់ចំណុចទី5យើងយកអំពីការលើកទឹកចិត្តនិងការគ្រប់គ្រងអភិវឌ្ឍគំនិតបាទកន្លែងនេះពិតជាសំខាន់ណាស់ព្រោះនៅពេលដែលយើងផ្ដល់យោបល់ទៅមិនមែនតែក្នុងសមាជិកគាត់ប្រអាប់ទេគឺគាត់តែងតែឲ្យគាត់ផ្ដល់មកដើម្បីគាត់ស្រួល
ប្រយោបល់របស់គាត់ហ្នឹងមកវាលេចធ្លោមកគាត់សរសេរជាចម្លើយរបស់គាត់ក្នុងការកសាងចម្លើយហ្នឹងឲ្យត្រូវនឹងសំណួរខ្លឹមសារដែលគ្រូគាត់ដាក់ឲ្យរបស់យើងហ្នឹងដែលហៅថាការលើកទឹកចិត្តនិងការគ្រប់គ្រងអភិវឌ្ឍគំនិតរបស់សិស្សម្នាក់ៗក៏ប៉ុន្តែវាបើមានគំនិតណាដែលវាផ្ទុយស្រឡះក៏យើងពិភាក្សាដែរគំនិតគាត់ដែរហើយយើងពិភាក្សាជាក្រុមទាំងមូលហ្នឹងមកហើយគំនិតដែលល្អយើងសាងជាចម្លើយទុកបាទចំណុចទី6យើងអំពីបង្កើតបរិយាកាសរៀនបើកចំហនិងគ្រប់គ្រងអញ្ចឹងកន្លែងនេះចង់បានន័យថាម៉េចមានន័យថាបង្កើតបរិយាកាសរៀននេះនៅក្នុងថ្នាក់ហ្នឹងគឺសិស្សគ្រប់រូបគាត់មានភាពស្មើគ្នានៅក្នុងថ្នាក់មានន័យថាក្នុងការកសាងនៅចម្លើយរបស់គាត់សិស្សមួយមកពីក្រុមមួយគាត់ឬក៏ក្រុមកពើអញ្ចឹងទៅគាត់បង្ហាញយោបល់ឬក៏គំនិតយោបល់ក្រុម2សួរថាគាត់បង្ហាញទៀតទេក៏បង្ហាញគំនិតយោបល់របស់គាត់ក្រុម3ដូចគ្នាឬក៏ក្រុមខ្លាក្រុមនាគអញ្ចឹងទៅនៃក្រុមមួយមកបាទហើយយើងហៅថាមកពីក្រុមដើមរបស់យើងបាទអាហ្នឹងតើតើនឹងគំនិតគ្រប់គ្រងហើយនឹងបើកចំហហើយចំណុចទី7យើងយកអំពីបង្កើតទំនួលខុសត្រូវនិងភាពជាអ្នកដឹកនាំបាទជាការពិតណាស់នៅក្នុងក្រុមនីមួយបើយើងមិនមានអ្នកដឹកនាំក្លាហានតើធ្វើឲ្យតាកតនឹងការឡើងធ្វើបទបង្ហាញរបស់គាត់នឹងបានទទួលជោគជ័យអត់គឺច្បាស់ជាអត់បានជោគជ័យទេអញ្ចឹងគាត់ត្រូវមានការក្លាហានហើយគាត់ចាប់តាំងអ្នកដែលគាត់ក្លាហានធ្វើបទបង្ហាញហ្នឹងមកឡើងមកណាហើយចំពោះសមាជិកក្រុមផ្សេងទៀតគាត់ចាំឆ្លើយសំណួរបកស្រាយរបស់គាត់មកអ្នកដែលក្រុមផ្សេងគាត់ស៊ូដេញដោហ្នឹងហើយស៊ូថាមិនថាគាត់បកស្រាយនៅក្នុងក្រុមរបស់គាត់ហ្នឹងព្រោះនៅក្នុងចំណុចមួយដែលខ្លឹមសារកសាងមកហ្នឹងនៅក្នុងមេរៀនហ្នឹងគឺក្រុមផ្សេងគឺគាត់ទទួលបានសំណួរផ្សេងគ្នាមកណារបស់យើងមិនថាសំណួរតែមួយទេក្នុង5ក្រុមnữa 5មនុស្ស5នាក់ហ្នឹងគឺ5សំណួរផ្សេងគ្នាអញ្ចឹងគាត់ឡើងបកស្រាយជាវជុំគ្នាមកបាទហើយចំណុចចុងក្រោយយើងយកអំពីជួយសិស្សខ្សោយឲ្យបានល្អជាងមុនអញ្ចឹងកន្លែងនេះចង់បានន័យថាម៉េចគឺមានន័យថាពេលដែលសិស្សជាទូទៅសិស្សខ្សោយយើងដឹងហើយគាត់មិនសូវប្រយោជន៍បអីទេប៉ុន្តែក្រោយពីគាត់រៀនតាមវិធីសាស្ត្រជីវសរហ្នឹងទៅធ្វើឲ្យគាត់មានភាពក្លាហានក្នុងការបញ្ចេញមតិនយោបល់ផ្សេងទៀតណាបាទអញ្ចឹងទាំងអស់នេះហើយដែលយើងនិយាយអំពីអត្ថប្រយោជន៍នៃយុទ្ធវិធីជីវសរដែលលើកឡើងមកមានទាំងអស់8ចំណុចបាទអញ្ចឹងយើងទៅចំណុចថ្មីមួយទៀតយើងយកអំពីទូនាទីរបស់គ្រូម្ដងតើទូនាទីរបស់គ្រូនៅក្នុងយុទ្ធសាស្ត្រជីវសរហ្នឹងមានលក្ខណៈដូចម្ដេចខ្លះបាទអញ្ចឹងយើងចូលដល់ចំណុចទី8យើងយកអំពីទូនាទីរបស់គ្រូបាទទូនាទីរបស់គ្រូទី1គឺដូចម្ដេចរៀបចំមេរៀននិងចែកផ្នែកនៃមេរៀនដើម្បីរៀបចំមេរៀននិងចែកផ្នែកនៃមេរៀននេះចង់បានន័យថាម៉េចមានន័យថាគាត់បានរៀបចំក្រងសំណួរទុកឲ្យសិស្សជាស្រេចហើយតាមជាផ្នែកឬតាមជាដំណាក់កាលរបស់គាត់ណាបាទទៅតាមក្រុមមួយដែលយើងមានក្រុមដើមនិងក្រុមជំនាញបាទតែយើងបង្កើតជាសំណួរពេលដែលក្រុមដើមគាត់សិក្សាគ្នាហើយគាត់បង្កើតទៅជាឲ្យតាមទៅជាក្រុមជំនាញមកក្រុមជំនាញតាមក្រុមមួយគាត់ឡើងបកស្រាយនៅសំណួររបស់គាត់ឲ្យអ្នកផ្សេងទៀតគាត់បានដឹងចំណុចទី2យើងយកពីការបង្កើតក្រុមសិក្សាសហការបាទការបង្កើតក្រុមសហការនេះគឺគាត់ចាប់តាំងហើយក្រុមកពើក្រុមខ្លាក្រុមដំរីក្រុមនាគក្រុមជីងចក់ចឹងទៅដែលឈ្មោះហើយគាត់តាំងលេខពី1ដល់5ដល់4អាស្រ័យតាមគ្រូគាត់ចាប់តាំងបាទអាហ្នឹងយើងហើយបន្ទាប់មកគ្រូគាត់ចែកសំណួរនៅក្រុមដើមហើយភាសាគ្នាហើយគាត់ទៅចែកម្លែកចាប់តាមលេខមិញលេខ1ទៅលេខ1លេខ2ទៅលេខ2លេខ3ទៅលេខ3លេខ4ទៅលេខ4លេខ5ទៅលេខ5ហើយគាត់ធ្វើបទបង្ហាញនៅសំណួររបស់គាត់រៀងៗខ្លួនចែកម្លែកដល់សមាជិកគាត់តទៀតណាបាទហើយមួយទៀតតកតនឹងជួយដឹកនាំការបណ្ដុះបណ្ដាលក្នុងក្រុមជំនាញមានន័យថាគាត់ទៅដើរទៅមើលតាមក្រុមជំនាញទៀតតើក្រុមជំនាញ
នៃសមាជិកគាត់ហ្នឹងមានឡើងធ្វើបទបង្ហាញហ្នឹងគាត់ចែកម្លែកនៅសំណួររបស់គាត់ទៅក្រុមគាត់នៅសមាជិកក្រុមគាត់នៅបានពេញលេញអត់បើអត់ទាន់បានពេញលេញទេលោកគ្រូគាត់ទៅជួយណែនាំបន្ថែមទៅខ្លឹមសារថែមទៀតមួយទៀតតកតនឹងគ្រូពិនិត្យនិងជំរុញការចូលរួមមានន័យថាគ្រូគាត់ដើរមើលឲ្យក្រុមណាគាត់អត់ចូលរួមគាត់នៅញ៉ៃគាត់ចាប់ផ្ដើមទៅក្រុមនោះដើម្បីឲ្យគាត់ថាអូណាចូលរួមសហការគ្នាដើម្បីបង្កើតជាចម្លើយមួយដែលមានប្រសិទ្ធភាពក្នុងការចែកម្លែកព្រោះយើងតិចទៀតយើងអាចបែងចែកទៅជាក្រុមផ្សេងតទៀតចឹងទៅណាបាទហើយនឹងទី5យើងយកពីការវេតម្លៃនិងផ្ដោតយោបល់អញ្ចឹងការវេតម្លៃនិងផ្ដោតយោបល់ទៅកាន់ក្រុមមួយក្រោយពីបកស្រាយរួចហើយអញ្ចឹងដូចខ្ញុំនិយាយពីដើមអញ្ចឹងគឺក្រុមដើមក្រុមជំនាញផ្ដល់វេតម្លៃគាត់បាទទី6យើងយកពីអ្នកលើកទឹកចិត្តដែរពួកគ្រូគាត់ក៏ជាអ្នកលើកទឹកចិត្តដែរមិនមែនថាគាត់ឃើញសិស្សខុសហើយគាត់មិនជួនបលិចថែមទេគាត់ណែនាំគាត់ផ្ដល់យោបល់សិស្សណាដែលគាត់ធ្វើអត់ទាន់ចេញគាត់ផ្ដល់យោបល់ខ្លឹមសារនេះគាត់ស៊ូសំណួរដេញដោលថាគាត់លើកជាសំណួរគាត់ប្រាប់ចម្លើយគាត់ស៊ូជាសំណួរដើម្បីដេញជជែកឲ្យសិស្សហ្នឹងគាត់ឆ្លើយបានបាទទី7យើងយកពីអ្នកអង្កេតនិងអ្នកគ្រប់គ្រងថ្នាក់រៀនដែរបាទអញ្ចឹងនៅកន្លែងនេះគឺសំខាន់ណាស់ទូនាទីរបស់គ្រូគឺគ្រប់គ្រងថ្នាក់រៀនកុំឲ្យមានភាពញញៃព្រោះជាទូទៅកាលណាបង្កើតការងារជាក្រុមអញ្ចឹងវាតែងតែមានណាសិស្សខ្លះចូលរួមសិស្សខ្លះមិនចូលរួមប៉ុន្តែគាត់នឹងគ្រប់គ្រងថ្នាក់នោះដើរសម្រុះសម្រួលតាមក្រុមនីមួយបន្ថែមទៀតបាទហើយនឹងចំណុចចុងក្រោយនៃទូនាទីរបស់គ្រូគឺជាអ្នកសង្ខេបមេរៀនមានន័យថាក្រោយពីសិស្សទទួលបានចំណេះដឹងតាមសមាជិកក្រុមមួយចែកម្លែកហើយគាត់សង្ខេបជាមេរៀនបង្ហាញជារូបភាពឲ្យបន្ថែមទៀតដើម្បីឲ្យខ្លឹមសារនៃមេរៀនយើងហ្នឹងទទួលបានកាន់តែល្អបន្ថែមទៀតបាទអញ្ចឹងចំណុចកត្តាដែលសំខាន់ទាំង8នេះហើយដែលជាទូនាទីគ្រូបង្រៀនក្នុងវិធីសាស្ត្រជីវសរបស់យើងហ្នឹងអញ្ចឹងទាមទារឲ្យទាំងអស់គ្នាប្រឹងអនុវត្តពេលដែលយើងចុះទៅបង្រៀនតាមវិធីបែបជីវសហ្នឹងបាទអញ្ចឹងចំណុចខ្ញុំបាទសូមបញ្ចប់តែប៉ុណ្នេះហើយខ្ញុំនឹងជូនចំណុចបន្តទៀតទៅកាន់កញ្ញាយន្តលក្ខណៈនិយាយអំពីចំណុចទី9សូមអរគុណអញ្ចឹងខ្ញុំសូមបកស្រាយនៅចំណុចបន្តទៀតសូមឲ្យខាត់ពេលយូរអញ្ចឹងយើងមកមើលអំពីលក្ខណៈវិនិច្ឆ័យសម្រាប់កិច្ចការល្អអញ្ចឹងកិច្ចការល្អមានន័យថាគឺជាកិច្ចការដែលគ្រូអាចវាស់ស្ទង់នៅសមត្ថភាពរបស់សិស្សបានអញ្ចឹងដើម្បីធានាប្រសិទ្ធភាពនៃកិច្ចការល្អគ្រូត្រូវធានាឲ្យកិច្ចការប្រកបដោយភាពត្រឹមត្រូវនិងភាពច្បាស់លាស់អញ្ចឹងយើងមកមើលទី1មានគោលបំណងច្បាស់លាស់អញ្ចឹងបន្ទាប់ពីមេរៀននឹងរៀនមេរៀនមួយនឹងហើយអញ្ចឹងតើចង់ឲ្យសិស្សរបស់យើងនឹងចេះអីទទួលបានអីពីខ្លឹមសារមេរៀននឹងហើយទី2អាចវាស់វែងបាននៅកម្រិតសមត្ថភាពរបស់សិស្សយើងថាតើសិស្សរបស់យើងនឹងចេះដល់កម្រិតណាហើយមានច្បាប់ណែនាំនិងស្របជាមួយនឹងកម្រិតសិស្សអញ្ចឹងមានន័យថាពេលដាក់លំហាត់អីមួយអញ្ចឹងគ្រូទៅចេះថ្លឹងថ្លែងក៏ដូចជាធ្វើយ៉ាងម៉េចឲ្យវិញ្ញាសាហ្នឹងវាសមស្របទៅនឹងសមត្ថភាពរបស់សិស្សយើងមិនពិបាកពេកក៏មិនស្រួលពេកដែរហើយជំរុញការគិតនិងបង្កើតអត្ថន័យអញ្ចឹងសំណួរដែលល្អគឺជាសំណួរដែលសួរមិនត្រឹមថាអ្វីទេសួរថាហេតុអ្វីឬក៏ដោយរបៀបណាដើម្បីឲ្យសិស្សនោះគាត់អាចគិតវិភាគស៊ីជម្រៅទៅលើខ្លឹមសារមេរៀនហើយមួយវិញទៀតតើតើជាមួយនឹងមានរចនាសម្ព័ន្ធច្បាស់លាស់និងអាចសម្រួលតាមពេលវេលាអញ្ចឹងមានការបែងចែកជាផ្នែកដើម្បីងាយស្រួលនៅក្នុងការសិក្សាផងដែរហើយឆ្លុះបញ្ចាំងនៅការរៀនអញ្ចឹងនៅពេលដែលគ្រូបរៀនមេរៀនហ្នឹងគាត់អាចឆ្លុះបញ្ចាំងតើការរៀនមេរៀនហ្នឹងតើសិស្សរបស់យើងហ្នឹងចេះអីហើយបង្កើតភាពស្មើភាពនិងគាំទ្រនៅក្នុងការរៀនអញ្ចឹងនៅពេលដែលគ្រូដាក់លំហាត់អីមួយអញ្ចឹងគាត់អាចដាក់លំហាត់ហ្នឹងស្របទៅតាមសមត្ថភាពនីមួយៗរបស់សិស្សដើម្បីឲ្យសិស្សហ្នឹង
គ្រប់គ្នាហ្នឹងនៅក្នុងថ្នាក់ហ្នឹងអាចធ្វើកិច្ចការហ្នឹងបានទាំងអស់គ្នាអញ្ចឹងចំណុចបន្ទាប់សូមឲ្យកញ្ញាប៉ុណ្ណឹងនេះ ចំណុចបន្តមកទៀតគឺយើងនិយាយអំពីលទ្ធផលរំពឹងទុកនៃវិធីសាស្ត្របង្រៀនតាមបែបជីសអញ្ចឹងលទ្ធផលរំពឹងទុករបស់យើងគឺទីមួយគឺបង្កើតសមត្ថភាពនៃសមត្ថភាពសិក្សាដោយបង្កើតសមត្ថភាពក្នុងដោយយើងរំពឹងថាសិស្សនឹងទទួលបានយល់ដឹងអំពីខ្លឹមសារមេរៀនបានច្បាស់តាមរយៈការបង្រៀនគ្នាទៅវិញទៅមកមួយទៀតគឺបង្កើតការចូលរួមសកម្មដោយបង្កើតនៅភាពសកម្មក្នុងថ្នាក់រៀនដោយឲ្យសិស្សមានប្រសាទតងគ្នាហើយមួយវិញទៀតគឺអភិវឌ្ឍជំនាញសង្គមនិងស្មារតីសហការអញ្ចឹងយើងដឹងរួចហើយថាវិធីសាស្ត្របង្រៀនតាមបែបពិសោធន៍នេះគឺជាវិធីសាស្ត្របង្រៀនមួយដែលផ្ដោតសំខាន់ទៅលើការសហការក៏ដូចជាការបដូរផ្លាស់នៅយោបល់ឬក៏ចំណេះដឹងរវាងគ្នានឹងគ្នាហើយមួយទៀតគឺបង្កើតគុណភាពទំនាក់ទំនងក្នុងថ្នាក់រៀនដោយធ្វើការផ្ដោះផ្ដងមតិឬក៏យោបល់គ្នាក៏ដូចជាបង្កើតឲ្យមានភាពស្និទ្ធស្នាលក្នុងថ្នាក់រៀនផងដែរហើយក៏ដូចជាអភិវឌ្ឍជំនាញនិយាយនិងបង្ហាញដោយវិធីសាស្ត្របង្រៀនតាមបែបជីសនេះគឺតម្រូវឲ្យមានការជជែកសួរដេញដោលគ្នាក៏ដូចជាដោះផ្ដល់នៅយោបល់ឬក៏ចំណេះដឹងរបស់គ្នាទៅវិញទៅមកហើយមួយទៀតគឺជំរុញការយល់ដឹងពហុវប្បធម៌ដោយធ្វើឲ្យសិស្សនេះយល់ដឹងអំពីរបៀបក្នុងការប្រស័យទាក់ទងឬក៏របៀបក្នុងការរស់នៅផ្សេងៗគ្នាហើយសរុបជារួមមកគឺវិធីសាស្ត្របង្រៀនតាមបែបជីសនេះគឺជាវិធីសាស្ត្របង្រៀនតាមបែបសហការដែលផ្ដោតទៅលើការសហការគ្នារវាងក្រុមនិងក្រុមក៏ដូចជាការបង្រៀនគ្នាទៅវិញទៅមកហើយវិធីសាស្ត្រនេះគឺជាវិធីសាស្ត្រមួយដែលល្អផងដែរដែលអាចជួយជំរុញឲ្យថ្នាក់រៀនមានភាពសកម្មចំពោះការបកស្រាយកូនរបស់ខ្ញុំគឺបញ្ចប់តែប៉ុណ្ណេះហើយក៏សូមអរគុណលោកគ្រូក៏ដូចជាគ្រូសិក្សាដែលបានចា៎